រយៈតិចទីអស់ហើយបងប្អូនបាទតិចអស់ហើយបាទទីតាំងសំណង់រឿងមកពីកន្លែងនេះបានបំពេញមាត់ទន្លេពេលដែលគឺបានតិចទីអស់តែម្ដងបាទក្នុងភូមិព្រែកលៀបសង្កាត់ព្រែកលៀបខណ្ឌឈើចង្វាក់រាជធានីភ្នំពេញនិយាយទៅពេលដែលឃើញសំណង់គាត់សាងសង់ចូលទៅលើបំលុំពៀនទៅលើទន្លេចេះមកយាយមានការព្រួយបារម្ភដូចជាការភ័យខ្លាចទេនៅពេលដែលគាត់ឃើញគាត់សាងសង់ដូចនេះភ័យខ្លាចប្រាប់គេដែរក៏ប៉ុន្តែគេអត់ស្ដាប់ពាក្យយើងទេទៅប្រាប់ប្រធានភូមិប្រធានអីក៏គេធ្វើមិនដឹងធ្វើមិនលឺណាកូនខ្ញុំប្រាប់ថាទលេហ្នឹងគេធ្វើ2ដងហើយវាបាក់ចូលឈប់អញ្ចឹងណាឥឡូវអញ្ចឹងទៀតណាក្មួយឯងមើលវាពងតារុញអាអិចហ្នឹងយករុញគួយក្រាំងមកអញ្ចឹងរួចនេះចេះមនុស្សអត់ចុះបើសិនមនុស្សចុះតើងាប់ប្រហែលអ្នកខ្ញុំចង់សួរវាពងរុញណាមកយាយតើសំណងខាងលើនៅខាងឆ្វេងនេះគាត់សាងសង់រយៈពេលប្រហែលខែមកយាយអូយរត់ឆ្នាំហើយរាប់ឆ្នាំហើយហើយចុះចំណែកខាងនោះវិញមកយាយខាងណានេះមកចំហៀងទៀតនេះខាងនេះបាទខាងនោះដែលពងធ្វើខាងនោះមកយាយធំណាស់អូគឺធំមកយាយណាអូគេសិតតែធំអញ្ចឹងហើយបាទគេសិតខ្សែធំតែម្ដងបងប្អូនទាំងអស់គ្នាបាទហើយអញ្ចឹងបានន័យថាមកយាយតើការសាងសង់គេហៅថាសំណង់ទាំងពីរនេះគឺមិនបានមានការដឹងឮពីសំណាក់អាជ្ញាធរពាក់ព័ន្ធទេអត់ដឹងខ្ញុំអត់ដឹងទេមកយាយហ្នឹងហើយប្រហែលគេសុំច្បាស់ក៏មិនដឹងណាយើងក៏មិនដឹងដែរប៉ុន្តែនេះខ្ញុំបានប្រាប់ខ្ញុំថាផ្លូវហ្នឹងកុំធ្វើមកដល់ដីខ្ញុំដឹងទេព្រោះអីខ្ញុំត្រូវការលៀងប្រហុកលៀងប្រអករាល់ឆ្នាំហើយមួយណាកាលណាខ្ញុំសែនលោកតាចាស់ស្រុកលោកតាដើម7នេះខ្ញុំត្រូវការយកសពៅមកដាក់នៅនឹងបដែតណាក្មួយឯងដឹងហើយចាខ្ញុំចង់និយាយថាអញ្ចឹងប្រាប់គេដែរក៏ប៉ុន្តែគេមិនស្ដាប់យើងទេខ្ញុំប្រធានក្រុមនៅហ្នឹងក្មួយក្រុមទី5អូប្រធានក្រុមទី5នៅក្នុងភូមិនោះតែម្ដងយាយណាបាទចឹងបានបាក់ណាក្មួយអើយក្មួយឯងមើលធ្វើខ្ញុំបាក់ណារួចដល់ចកត់អញ្ចឹងនឹងចេះវាអត់ជប់មកបើជប់មកលើទូកលើអីគេងាត់មនុស្សអស់បន្តិចទេណាបាទសំណាងធំហ្នឹងយើងសំណាងធំចេះវារុញអាអិចហ្នឹងទៅវាចង់មកអូវាងទៅហ្មងហ្នឹងហើយវាមានចាំយប់ណាអត់ឡៃចាំយប់ទេវាពងឲ្យរុញអញ្ចឹងវាមកហ្មងហើយក៏ក្មួយខ្ញុំនេះបើឪវាហ្នឹងហៅខ្ញុំទៅប្រាប់ថាឲ្យមកមើលរួចមកមើលចាំមើលអាផ្លូវហ្នឹងក្មួយមកភូមិគេដាក់ទឹកហូរមកអញ្ចឹងណាគេហូរមកគ្រប់ភូមិអញ្ចឹងមកហូរតាមហ្នឹងរួចទៅនោះបាទឃើញមកឃើញហ្នឹងហើយរួចដល់ថាមិញហ្នឹងដីហ្នឹងវាចិត្តទៅខ្ញុំប្រាប់ថាក្មួយឯងត្រូវការកាយដីហ្នឹងកាលណាភ្លៀងធំវាចាល់រត់ផ្ទះយើងវិញណាអញ្ចឹងក្មួយឯងកាយទៅ2នាក់ព្រឹងមិញមកកាយសមមិញហ្នឹងថ្ងៃហ្នឹងអត់ឃើញទេព្រោះថ្ងៃអាទិត្យក្នុងហូរទៅក្មួយចាបាទអាហ្នឹងកុំបាទខ្ញុំការខ្ញុំធ្វើអីទៀតហ្នឹងគេមកថនបើកណោគ្នាហើយបាទបងប្អូនផ្លូវនេះគឺជាបាទទីតាំងខាងលើនេះគឺជាផ្លូវសម្រាប់បងប្អូនយើងគាត់មកដើម្បីចោះទៅនេសាទហើយក៏ដូចជាបងប្អូនយើងដែរមានការបរហូរទឹកបរហូរអីចូលទន្លេបងប្អូនយើងទាំងអស់គ្នាបាទហើយសំខាន់ថែមទៀតនោះបាទយើងមិនទាន់ដឹងថាទីតាំងដែលកំពុងសាងសង់ខុសច្បាប់ទាំងពីរខាងលើនេះមានការដឹងឮពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធដែរទេបាទទីតាំងរំលោភបំពានច្រាំងទន្លេដែលស្ថិតនៅភូមិព្រែកលៀបក្នុងសង្កាត់ព្រែកលៀបខណ្ឌជ្រោយចង្វាក់រាជធានីភ្នំពេញបងប្អូនយើងបាទគឺបានសាងសង់រំលោភបំពានទៅដល់ច្រាំងទន្លេយើងមិនទាន់ដឹងថាមានមន្ត្រីពាក់ព័ន្ធលោកបានទទួលបានដឹងឮឬក៏យ៉ាងណាទេប្រិមត្តទស្សនិកជនយើងទាំងអស់គ្នាឥឡូវនេះពេលជាក់ស្ដែងនេះគឺបាទអគិសំណោមួយកន្លែងដែលកំពុងសាងសង់នៅខាងក្រៅខ្នងខ្ញុំនេះបាទគឺកំពុងតែបាក់ស្រុតបាទចូលទន្លេហើយដោយសារតែធ្នឹមនេះបងប្អូនយើងឃើញជាក់ស្ដែងមិញហើយបាទគឺបានបាក់បាទរេចូលទន្លេបាត់ហើយនេះបងប្អូនយើងហើយនេះឯលបងពណ៌កាឈុកនេះបាទគឺកំពុងតែសាងសង់គ្នាបាទបងប្អូនយើងបាទដែលយើងទទួលដំណឹងមកថំពីបងប្អូនប្រជាពលរដ្ឋមកគឺទើបតែសាងសង់បានរយៈពេល2ខែទេបងប្អូនប្រិមត្តយើងទាំងអស់គ្នាបាទដោយសារតែទីតាំងខាងលើនេះគឺមិនទាន់មានការបាក់ស្រុតទេបងប្អូនយើងជាចុងក្រោយនេះខ្ញុំបានរតនារួមទាំងក្រុមការងារ SNU ក៏សូមសំណូមពរដល់មន្ត្រីជំនាញមន្ត្រីពាក់ព័ន្ធសូមលោកមេត្តាចុះមកត្រួតពិនិត្យមើលទីតាំងសំណង់ទាំងពីរកន្លែងខាងលើនេះផងបាទដើម្បីឲ្យដឹងប្រភពព័ត៌មានច្បាស់ការដើម្បីរាយការណ៍មកកាន់អ្នកសារព័ត៌មានដើម្បីធ្វើការផ្សព្វផ្សាយឡើងវិញបាទដើម្បីឲ្យបងប្អូនយើងបានជ្រាបជាដំណឹងផងដែរដោយសារតែទីតាំងខាងលើនេះបងប្អូនយើងប្រហែលជាឃើញចាក់ស្ដែងខាងក្រៅក្នុងនេះគឺកំពុងតែមានការបាក់ស្រុតបាទធ្នឹមបាទចូលទៅក្នុងទន្លេហើយប្រិមត្តទស្សនិកជនយើងទាំងអស់គ្នា